យើងរកគ្នានៅពេលដែលយើងបំពេញនៅកិច្ចការងារអ្វីមួយគឺយើងតែងតែមានការងារមួយដែលផ្ទាល់ខ្លួនសម្រាប់យើងរកគ្នាហើយយើងតែងតែចង់ឲ្យការងាររបស់យើងបានជោគជ័យនៅពេលដែលយើងបំពេញវារួចអញ្ចឹងនេះខ្ញុំនឹងមកនិយាយអំពីសាស្ត្រកម្មយុវវ័យចំពុកទី61ដែលតាក់ទងជាមួយនឹងការងារផ្ទាល់ខ្លួនអញ្ចឹងនៅពេលដែលយើងជាសាវករបស់ព្រះអង្គនៅពេលដែលព្រះអង្គទ្រង់បានដាក់ការងារឲ្យយើងរកគ្នាហើយចូលយើងរកគ្នាយកការងារដែលព្រះអង្គទ្រង់ដាក់ឲ្យយើងរកគ្នាទៅបំពេញទៅអស់អំពីចិត្តរបស់យើងចូលយើងរកគ្នាកុំយកការងារដែលព្រះអង្គទ្រង់បានដាក់ឲ្យយើងរកគ្នាហើយលើទៅឲ្យអ្នកផ្សេងធ្វើជំនួសយើងអញ្ចឹងវាមិនមែនជារឿងមួយដែលល្អនោះទេនៅពេលដែលព្រះអង្គទ្រង់បានដាក់ការងារឲ្យយើងរកគ្នាហើយចូលយើងរកគ្នាទទួលយកនៅកិច្ចការងារដែលព្រះអង្គទ្រង់បានដាក់ឲ្យយើងដើម្បីនឹងបំភ្លឺផ្លូវរបស់មនុស្សដែលគេមិនបានស្គាល់ព្រះអង្គដើម្បីឲ្យគេបានទទួលព្រះអង្គជាព្រះសង្គ្រោះផងដែរគ្រប់ផ្លូវដែលយើងរកគ្នាតែងតែដើរជារៀងរាល់ថ្ងៃគឺព្រះអង្គទ្រង់តែងតែនៅក្បែរយើងរកគ្នាប៉ុន្តែយើងមិនដឹងទេថាព្រះយេស៊ូវព្រះអង្គទ្រង់តែងតែផ្ដល់នៅអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការងារដែលព្រះអង្គទ្រង់បានដាក់ឲ្យយើងរកគ្នាគឺជាការងារមួយដែលល្អហើយគឺជាការងារមួយដែលពិបាកដូចគ្នានៅពេលដែលយើងបំពេញនៅកិច្ចការមួយហ្នឹងគឺពួកយើងតែងតែជួបនឹងសត្រូវហើយសត្រូវរបស់យើងគឺជាសត្រូវមួយដែលខ្លាំងក្លាប៉ុន្តែយើងក៏មានខែលមួយដែលសំខាន់សម្រាប់យើងរកគ្នាដែលតែងតែការពារយើងនៅរាល់ឧបសគ្គដែលយើងតែងតែជួបផងដែរអញ្ចឹងហើយយើងរកគ្នាគួរតែយកចិត្តទុកដាក់ទៅលើការងារមួយដែលព្រះអង្គទ្រង់បានដាក់ឲ្យយើងរកគ្នាចូលយើងរកគ្នាកុំលើកការងារដែលព្រះអង្គទ្រង់បានដាក់ឲ្យយើងទៅឲ្យអ្នកផ្សេងធ្វើព្រោះឲ្យយើងដឹងថានៅពេលដែលព្រះអង្គទ្រង់យាងមកវិញគឺព្រះអង្គទ្រង់ត្រូវការមនុស្សណាដែលស្មោះត្រង់ជាមួយនឹងព្រះអង្គហើយព្រះអង្គទ្រង់ត្រូវការមនុស្សណាដែលបំពេញនៅកិច្ចការងាររបស់ព្រះអង្គបានល្អហើយព្រះអង្គទ្រង់ត្រូវការមនុស្សណាដែលបានទាញនំមនុស្សដែលពួកគេមិនទទួលបានទទួលព្រះអង្គមកជឿព្រះអង្គនោះព្រះអង្គទ្រង់នឹងដល់នៅរង្វាន់ដ៏ធំធេងសម្រាប់ពួកយើងរកគ្នាដែលពួកយើងចេះយាមបំពេញនៅកិច្ចការងាររបស់ព្រះអង្គអញ្ចឹងការងារនេះគឺជាការងារមួយសំខាន់មែនទែនសម្រាប់យើងរកគ្នាគឺជាការងារមួយដែលដឹកនាំមនុស្សដើម្បីពួកគេមកទទួលព្រះអង្គគឺជាព្រះសង្គ្រោះហើយព្រះអង្គទ្រង់នឹងសប្បាយចិត្តនៅពេលដែលឃើញកូនរបស់ទ្រង់បំពេញនៅកិច្ចការងាររបស់ព្រះអង្គឲ្យបានល្អហើយឲ្យបានជោគជ័យនៅពេលដែលព្រះអង្គទ្រង់យាងមកវិញអញ្ចឹងមុនពេលដែលព្រះអង្គទ្រង់យាងទៅឯនគរឋានសួគ៌វិញគឺព្រះអង្គទ្រង់បានមានព្រះបន្ទូលថាព្រះអង្គទ្រង់ឡើងទៅដើម្បីរៀបចំកន្លែងសម្រាប់យើងរកគ្នាហើយព្រះអង្គទ្រង់នឹងយាងមកវិញដើម្បីទទួលពួកយើងជាព្រះសង្គ្រោះផងដែរអញ្ចឹងព្រះអង្គនៅពេលដែលទ្រង់យាងទៅហើយព្រះអង្គទ្រង់នឹងយាងមកវិញម្ដងទៀតដើម្បីយកកូនរបស់ទ្រង់ដែលជាមនុស្សមានសេចក្តីជំនឿជឿទៅលើទ្រង់ហើយវាជាមនុស្សដែលបំពេញនៅកិច្ចការងាររបស់ព្រះអង្គបានល្អហើយស្មោះត្រង់ជាមួយព្រះអង្គនោះពួកយើងរកគ្នានឹងបានរស់នៅជាមួយនឹងព្រះអង្គហើយក៏មានជីវិតអស់កលរហូតដូចជាព្រះអង្គផងដែរអញ្ចឹងហើយសារទៅកាន់យុវវ័យថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំបាទសូមអរគុណហើយនឹងសូមជម្រាបលា